តាខ្មៅពីទីក្រុងជាប់ភ្នំពេញទៅជាច្រកកំណើតថ្មីនៃរាជធានីភាគខាងត្បូងនៅពេលយើងនិយាយពីការរីកចម្រើនរបស់ទីក្រុងមិនគួរមើលតែអគារថ្មីឬតម្លៃដីនោះទេអ្វីដែលសំខាន់ជាងនេះគឺត្រូវមើលថាហេដ្ឋារចនាសម្ព័ន្ធប្រជាជនការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចនិងការវិនិយោគកំពុងផ្លាស់ទីទៅទិសណាថ្ងៃនេះក្រុងតាខ្មៅកំពុងស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រមួយដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ការអភិវឌ្ឍទីក្រុងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញតាខ្មៅមិនមែនជាទីក្រុងឆ្ងាយពីភ្នំពេញទៀតឡើយវាកំពុងក្លាយជាផ្នែកមួយនៃច្រកកំណើតទីក្រុងភ្នំពេញដែលការរស់នៅអាជីវកម្មនិងហេដ្ឋារចនាសម្ព័ន្ធកំពុងពង្រីកចេញពីកណ្ដាលរាជធានីទៅតំបន់ជាយក្រុងកត្តាដ៏សំខាន់បំផុតមួយគឺការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាច្រកទ្វារអាកាសអន្តរជាតិថ្មីរបស់កម្ពុជាស្ថិតនៅតំបន់ភាគខាងត្បូងរាជធានីអាកាសយានដ្ឋាននេះមានលំដាប់ថ្នាក់ 4F និងមានសមត្ថភាពទទួលអ្នកដំណើររាប់លាននាក់ក្នុងមួយឆ្នាំអាកាសយានដ្ឋានធំមួយមិនបង្កើតតែការធ្វើដំណើរនោះទេវាបង្កើតជាប្រព័ន្ធអេកូស៊ីសេដ្ឋកិច្ចថ្មីនៅជុំវិញខ្លួននៅពេលចរាចរណ៍អ្នកដំណើរអាជីវកម្មនិងការវិនិយោគកើនឡើងតម្រូវការក៏អាចកើនឡើងជាបន្តបន្ទាប់សម្រាប់លំនៅឋាននិងសហគមន៍ដែលមានគុណភាពសន្តាគារនិងបដិសណ្ឋារកិច្ចមជ្ឈមណ្ឌលលក់និងពាណិជ្ជកម្មការិយាល័យនិងសេវាកម្មអាជីវកម្មការដឹកជញ្ជូននិងឃ្លាំងស្តុកទំនិញភោជនីយដ្ឋាននិងគោលដៅសម្រាប់ការរស់នៅសុខាភិបាលនិងការអប់រំសេវាកម្មដឹកជញ្ជូននិងការធ្វើដំណើរការអភិវឌ្ឍចម្រុះនិងការអភិវឌ្ឍទីក្រុងហេដ្ឋារចនាសម្ព័ន្ធជុំវិញតំបន់ក៏កំពុងត្រូវបានពង្រឹងមានផ្លូវតភ្ជាប់អាកាសយានដ្ឋានទៅមហាវិថីសម្ដេចតេជោហ៊ុនសែនគណៈគម្រោងផ្លូវដែកភ្នំពេញអាកាសយានដ្ឋានអន្តរជាតិតេជោក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សាផងដែរទន្ទឹមនឹងនេះការវិនិយោគលើប្រព័ន្ធទឹកស្អាតនិងប្រព័ន្ធទឹកកខ្វក់នៅក្រុងតាខ្មៅបង្ហាញថាការរីកចម្រើននៅទីនេះមិនមែនផ្អែកតែលើវិស័យអចលនទ្រព្យប៉ុណ្ណោះទេប៉ុន្តែកំពុងត្រូវបានគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលចាំបាច់សម្រាប់ទីក្រុងរយៈពេលវែងហេតុអ្វីក្រុងតាខ្មៅគួរឲ្យចាប់អារម្មណ៍ព្រោះវាស្ថិតនៅចំណុចប្រសពរវាងរាជធានីភ្នំពេញអាកាសយានដ្ឋានអន្តរជាតិថ្មីហេដ្ឋារចនាសម្ព័ន្ធការពង្រីកទីក្រុងនិងការវិនិយោគថ្មីនេះជាប្រភេទទីតាំងដែលការអភិវឌ្ឍមិនគួរមើលត្រឹមតែថ្ងៃនេះប៉ុណ្ណោះទេប៉ុន្តែគួរមើលទៅ5 10និង20ឆ្នាំខាងមុខទៀតនៅក្នុងបរិបទនៃការរីកចម្រើននេះ Victoria Park ក៏បានចាប់ផ្ដើមការអភិវឌ្ឍរបស់យើងនៅតំបន់តាខ្មៅដោយមានចក្ខុវិស័យចូលរួមបង្កើតសហគមន៍លំនៅឋានដែលរៀបចំបានល្អមានគុណភាពនិងសមស្របនឹងការរីកចម្រើនថ្មីនៃតំបន់ភាគខាងត្បូងរាជធានីសម្រាប់យើង Victoria Park មិនគួរត្រូវបានមើលត្រឹមជាការលក់ដីឡូសម្រាប់វិឡានោះទេយើងចង់ឲ្យវាក្លាយជាផ្នែកមួយនៃការបង្កើតសហគមន៍លំនៅឋានប្រកបដោយគុណភាពដែលម្ចាស់ដីអាចសាងសង់ផ្ទះតាមរចនាបថនិងតម្រូវការរបស់ខ្លួននៅក្នុងបរិយាកាសដែលមានផែនការស្តង់ដារនិងសក្តានុពលរយៈពេលវែងការរីកចម្រើនពិតប្រាកដរបស់អចលនទ្រព្យមិនមែនកើតឡើងដោយសារការផ្សព្វផ្សាយថាតម្លៃនឹងឡើងនោះទេវាកើតចេញពីទីតាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសកម្មភាពសេដ្ឋកិច្ចគុណភាពគម្រោងនិងពេលវេលាហើយនេះជាមូលហេតុដែលខ្ញុំជឿថាតាខ្មៅគឺជាតំបន់មួយដែលយើងគួរតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងទសវត្សរ៍ខាងមុខទីក្រុងតាខ្មៅលែងជាទីក្រុងដែលគ្រាន់តែនៅជាប់រាជធានីភ្នំពេញទៀតហើយវាកំពុងក្លាយជាច្រកទ្វារភាគខាងត្បូងរបស់រាជធានីភ្នំពេញកាន់តែច្បាស់ជាច្រកថ្មីសម្រាប់ការរស់នៅអាជីវកម្មការតភ្ជាប់និងការវិនិយោគរយៈពេលវែង Victoria Park ត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃការរីកចម្រើនរបស់ក្រុងតាខ្មៅ